ធ្វើឲ្យគុណភាពសំឡេងរបស់យើងមិនសូវបានល្អដូច្នេះខ្ញុំនឹងសាកល្បងជាមួយម៉ៃនេះនេះឥឡូវនេះខ្ញុំថតវីដេអូដោយប្រើប្រាស់ម៉ៃដើម្បីចង់ដឹងគុណភាពម៉ៃនេះថាតើវាមានគុណភាពកម្រិតណាទាំងដែលខ្ញុំកំពុងតែឈរនៅតាមដងផ្លូវមានខ្យល់មានម៉ូតូឆ្លងកាត់និងមានសំឡេងរំខានជាច្រើនទៀតនៅជុំវិញខ្ញុំចំពោះម៉ៃនេះដែរគឺយើងអាចប្រើប្រាស់បានទាំងទូរស័ព្ទ Android iPhone និងប្រភេទកាមេរ៉ា Digital ដូច្នេះអ្នកទាំងអស់គ្នាអាចស្ដាប់សំឡេងចេញពីម៉ៃនេះ record ទៅដោយផ្ទាល់បាននេះគឺជាការសាកល្បងសំឡេងចម្ងាយពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀតថាតើគុណភាពសំឡេងក្នុងការស្រោបតើវាមានលទ្ធភាពស្រោបបានកម្រិតណាទាំងដែលខ្ញុំកំពុងតែស្ថិតនៅលើផ្លូវដែលកំពុងតែមានការឆ្លងកាត់និងខ្យល់ខ្លាំងមានសំឡេងរញ៉េរញ៉ៃជាច្រើនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបើកប្រអប់ My Wireless ដែលជាឧបករណ៍សម្រាប់ស្រូបសំឡេងនៅក្នុងប្រអប់នេះភ្ជាប់មកឧបករណ៍ស្រូបសំឡេងចំនួន2និងឧបករណ៍ទទួលសំឡេងចំនួន1ចំពោះឧបករណ៍ទទួលសំឡេងមានកន្ទុយដោតចំនួន3ទី1កន្ទុយដោត Type C ទី2កន្ទុយដោត Lightning និងទី3កន្ទុយដោតកាមេរ៉ា Digital និងឧបករណ៍ដទៃជាច្រើនទៀតចំពោះម៉ៃនេះប្រើរុនដោតសាកថ្ម Type C ហើយនៅក្នុងប្រអប់ក៏មានភ្ជាប់មកជាមួយនឹងខ្សែ Type C ផងដែរដើម្បីប្រើប្រាស់ឧបករណ៍នេះទី1យើងចុចប៊ូតុនបើកទៅលើឧបករណ៍ទទួលសំឡេងឲ្យចេញពណ៌បៃតងរួចយកទៅដោតនឹងទូរស័ព្ទដៃឬកាមេរ៉ា Digital ទី2ចុចប៊ូតុនបើកនៅលើម៉ៃឲ្យចេញពណ៌បៃតងដូចគ្នាដូច្នេះវានឹងភ្ជាប់គ្នាភ្លាមចំពោះឧបករណ៍នេះស្រូបសំឡេងបានច្បាស់ល្អមានរាងតូចស្អាតអាចបំពាក់នៅលើកអាវឬកាន់នៅក្នុងដៃដើម្បីធ្វើការសម្ភាសន៍វាអាចស្រូបសំឡេងបានរហូតដល់200ម៉ែត្រនិងប្រើប្រាស់បានរហូតដល់8ម៉ោងចំពោះតម្លៃវិញគឺត្រឹមតែ$10ជាងតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាចំពោះតម្លៃម៉ៃនេះសម្រាប់អ្នកដែលចាប់ផ្ដើមផលិតវីដេអូដំបូងៗហើយមិនចង់ចំណាយប្រាក់ច្រើនហួសហេតុលើម៉ៃដែលមានតម្លៃថ្លៃហួសកម្រិតសម្រាប់បងប្អូនមានតម្រូវការសូមឆាតចូល Page P Shop ឬ link Telegram ខាងក្រោម